ថ្ងៃនេះខ្ញុំមកនិយាយពីទីផ្សារដោះដូរកីឡាកររបស់អ្នកមានបុណ្យបាសេឡូណាឬក៏រហស្សនាមមួយទៀតគឺគេថាក្រុមក្រីក្រណាបាទក្រមែនបាទនិយាយរួមទៅឆ្នាំនេះទិញបានតែ3រូបទេបាទតម្លៃខ្លួនខ្ពស់ជាងគេនោះគឺ Anthony Gordon បាទ80លានយូរ៉ូទិញពី Newcastle បាទគឺអ្វីដែលសំខាន់បំផុតនោះគឺមានកីឡាករ8រូបដែលជាកីឡាកររបស់ Barcelona ស្រាប់ហ្នឹងដាច់កងត្រាហើយតែមិនព្រមចេញពី Barca ទេនៅតែបន្តលេងឲ្យ Barcelona ទៀតបាទកងត្រាថ្មីដែលមិនមានតម្លៃខ្លួនមានតែប្រកាសថាប្រាក់ខែប្រចាំសប្តាហ៍ណាប៉ុន្តែម្នាក់សិតតែរាប់សិបម៉ឺនយូរ៉ូក្នុងមួយសប្តាហ៍រានកប់ពពកតែម្ដងបាទឥឡូវយកមកមើលថា Barcelona ខ្ចីជើងកីឡាករប្រមាណរូបនិងទិញបានប្រមាណរូបបាទក្នុងនោះខ្ចីជើងមាន2រូបបាទចៅកាសេឡូដែលខ្ចីជើងពីអាល់ហេឡាល់ដែលមានតម្លៃខ្លួន4លានយូរ៉ូហើយមួយទៀតគឺកីឡាករ Patricio បាទខ្ចីជើងពី Defensor Sporting ដែលគ្មានតម្លៃខ្លួនទេបាទហើយមាន3រូបដែលជះលុយរាប់សិបលានយូរ៉ូដែលទិញចូលមកលេងបាទក្នុងនោះមាន Anthony Gordon ដែលមានតម្លៃខ្លួន80លានយូរ៉ូទិញពី Newcastle អ្វីដែលសំខាន់បំផុតនោះគឺហេតុអីបានមិនទិញ Rashford បាទ Rashford ក៏ជាកីឡាករល្អមួយរូបដែរបើសិនជាបង្វឹកគាត់ដិតដល់ណាមិនចាញ់ឡាមីនយ៉ាម៉ាល់ប្រហែលទេសម្រាប់ Rashford តិចនិចនឹងយុទ្ធសាស្ត្រគាត់លេងល្អប៉ុន្តែគាត់ថាឱកាសដាច់មួយស្មើជាមួយហ្គោលគាត់តែងតែបាញ់យន្តហោះបាទគឺវាច្រើនតែដាច់មួយស្មើគាត់ដើរសុទ្ធខុសគោលដៅហ្មងអត់យល់បណ្ដោយ Rashford បាទហើយឆ្នាំនេះលើថា Rashford ត្រឡប់ទៅលេងឲ្យបីសាច់ក្រហម Manchester United វិញហើយមិនបន្តកងត្រាឲ្យ Barcelona ទៀតទេបាទហើយ Barcelona ក៏ទិញកីឡាករថ្មីចូលមកដែរប៉ុន្តែកីឡាករចាស់ក៏នៅតែល្អហើយពេញសាច់ដដែលបាទធ្វើត្បិតតែអត់មាន Lewandowski ក៏ប៉ុន្តែមាន Ferran Torres បាទដែលជាកីឡាករឬហៅថាខ្សែប្រយុទ្ធរបស់ Barcelona ដ៏មុតស្រួចមួយរូបដែរសម្រាប់ Ferran Torres គឺជាកីឡាករល្អមែនបាទហើយក៏ជាកីឡាករមួយរូបដែលនាំឲ្យអេស្ប៉ាញលើកពានបាល់ World Cup ឆ្នាំនេះផងដែរបាទសម្រាប់កីឡាករចំនួន2រូបទៀតដែលបានទិញចូលមកនោះមាន Jesse Bisiwo បាទដែលមានតម្លៃខ្លួន 8.5 លានយូរ៉ូបាទទិញពី NXT មកពីខាងសហរដ្ឋអាមេរិកហើយមួយទៀតកីឡាករបាទ Karim Adeyemi បាទទិញពី Dortmund ដោយមានតម្លៃខ្លួន22លានយូរ៉ូបាទក៏មិនជារឿងធម្មតាដែរសិតតែកីឡាករគាត់ថាវ័យក្មេងមែនក៏ប៉ុន្តែសិតតែមានតិចនិចលេងល្អបាទអ្វីដែលសំខាន់ Barcelona ភាគច្រើនគឺអត់សូវទិញកីឡាករដែលមានវ័យចំណាស់ទេភាគច្រើនទិញតែវ័យក្មេងៗមកដើម្បីបង្វឹកបន្ថែមឬក៏ហៅថាបន្តបណ្ដាលបាទឥឡូវយើងមករៀបឈ្មោះកីឡាករដែលចប់កងត្រាហើយតែនៅតែបន្តលេងឲ្យ Barcelona នោះមាន Julius Koundé បាទសញ្ជាតិបារាំងនោះបានលឺថាបើយន់ចង់បានក៏ប៉ុន្តែអត់លក់ដល់ទេបាទហើយ Marc Bernal គឺលេងល្អមែនទែនសម្រាប់បំរើបាទហើយ Frankie De Jong Eric Garcia Ander Aller បាទដែលជា goal ហើយ Fermin Lopez បាទគឺគាត់ប្រយុទ្ធក៏បានបាទបំរើក៏បាន Fermin Lopez លេងល្អមែនទែនហើយមាន Andres Konsa បាទហើយចុងក្រោយនោះគឺ Andres Christensen គាត់ថាគ្រាន់តែមើលកីឡាករក៏ដឹងថាបាទក្រីក្រមែនមិនប្រអាប់ទេសិន idol ដែរបាទខ្ញុំគ្រប់គ្រងបាសេដែរប៉ុន្តែបាសេទិញសិតតែកីឡាករអញ្ចឹងមកបាទទៅឆ្នាំនេះអាចនឹងជាម្ចាស់ពានរង្វាន់ La Liga ដូចឆ្នាំមុនអត់ទេមើលទៅបាទក៏មិនជាអ្វីកុំភ្លេចចូលរួមតាមដានទាំងអស់គ្នាជាមួយខ្ញុំបាទ Admin BM Sport ផ្នែក Ngego ខ្មែរថាតើបាសេលក់អ្នកណាចេញខ្លះបាទរងចាំតាមដានជាមួយវីដេអូក្រោយសូមអរគុណ